អរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានអញ្ជើញមកកំសាន្តនៅឧទ្យានធម្មជាតិរបស់ Borei HM Lucky Home ហើយសម្រាប់បងដែលអត់ទាន់ស្គាល់ណាបងប្អូនចង់អញ្ជើញមកលេងមកកំសាន្តនាំគ្រួសារមកលំហែនៅថ្ងៃចុងសប្តាហ៍អីបងប្អូនអត់ទាន់ស្គាល់ទីតាំងទេបងប្អូនអាចឆែកនៅក្នុង comment បានខ្ញុំតម្លាក់ទីតាំងជូនបងប្អូនទាំងគ្នានៅក្នុង comment ណាបងប្អូនអញ្ចឹងទីតាំងរបស់យើងគឺអត់ពិបាករកទេបងចុះពីផ្លូវកប់ស្រូវមកចូលតាមវត្តភ្នៀតត្រឹមតែ10នាទីមកដល់ទីតាំងខាងប្អូនហើយបើសិនជាបងប្អូនមកពីខាងចំចៅមកពីខាងវិញស្រីបងប្អូនអរគ្នាណាបងប្អូនជិះតាមផ្លូវជាតិលេខ4ហួសផ្សារបែកចានដល់ផ្សារអង្គស្នួលបងប្អូនបត់ខាងស្ដាំដៃខ្ទង់ប្រហែលជា5នាទីទេគឺមកដល់ទីតាំងកន្លែងលេងកំសាន្តមួយនេះហើយបងប្អូនណាហើយមានបងប្អូនខ្លះគាត់ comment សួរថាពេលដែលចូលទៅលេងហ្នឹងលក់សបុតម្នាក់ប្រមាណយើងអត់មានលក់សបុតទេបងណាតតែកូនរបស់យើងចូលលេងនៅ playground ទឹកឬក៏បងចូលលេងនៅអាងហែលទឹកហ្នឹងបានយើងគិតលុយណាបងប្អូនអរគ្នាបើសិនជាបងគ្រាន់តែដើរលេងខាងលើថតរូបខាងលើយើងអត់មានគិតលុយគិតកាក់អីបងប្អូនអរគ្នាទេនេះកូនរបស់យើងមកលេងមកកំសាន្តមកថតរូបបែបហ្នឹងណាបងប្អូនអត់មានលក់សបុតទេបងប្អូនអរគ្នាណាហើយនៅក្នុងឧទ្យានធម្មជាតិក៏យើងមានទាំងអាហារដ្ឋានបងប្អូនអាចកំងមហូបអាហារបាទទទួលទាននៅឧទ្យានធម្មជាតិរបស់ Borei HM Lucky Home ក៏បានដែរបងប្អូនហើយបាទតិចតែម្ដងណាបងប្អូនអរគ្នាហើយបងចង់កំងបុកល្ហុងមកជូរស្វាយបាទឬក៏នំបញ្ចុកអីបងប្អូនយើងមានច្រើនបងប្អូនអរគ្នាណាអញ្ចឹងបងប្អូនអាចអញ្ជើញមកលេងមកកំសាន្តបានបងប្អូនចង់អង្គុយលេងចូលតិចបែបនេះក៏បានបងប្អូនចង់អង្គុយលេងនៅក្រោមដើមឫស្សីបាននៅលើគ្រែតិចនេះក៏បានដែរបងប្អូនអរគ្នាណាហើយក៏យើងមានសួនសត្វចម្រុះទុកឲ្យបងប្អូនអរគ្នាថតទុកជាអនុស្សាវរីយ៍គឺស្អាតតែម្ដងណាបងប្អូនអរគ្នាអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះអាប់ដេតជូនទៅដល់បងប្អូនអរគ្នាតែប៉ុណ្្នឹងទេសម្រាប់បងដែលអត់ទាន់ស្គាល់ទីតាំងបងប្អូនកុំភ្លេចឆែកនៅក្នុង comment ខ្ញុំតម្លាក់ទីតាំងជូនទៅដល់ពុកម៉ែបងប្អូនអរគ្នាពីខ្ញុំបាទរាវីនិងក្រុមការងារសូមអរគុណនិងសូមជម្រាបលាបាទជួបគ្នានៅវីដេអូអាប់ដេតថ្មីបន្តទៀតបងប្អូនផ្ទះក្នុងក្តីស្រមៃនៅក្នុងបុរីHM Lucky Home